សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូលើកយកលំហាត់ត្រៀមប្រឡងឌីប្លូមមកបង្ហាញដល់បងប្អូនទាំងអស់គ្នាចាអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរមកធ្វើការដោះស្រាយជាមួយនឹងអ្នកគ្រូលំហាត់ទី1របស់យើងគេមានកន្សោម A និងកន្សោម B អញ្ចឹងកគេឲ្យដាក់កន្សោម A និង B ជាផលគុណកត្តាដឺក្រេទី1នៃ x ខសម្រួលកន្សោម M ស្មើ A លើ B កដោះស្រាយសមីការ A ស្មើ0និង B ស្មើ0តោះអញ្ចឹងអ្នកគ្រូធ្វើការដោះស្រាយកន្សោម A របស់យើងបងអូនមើល4ការ៉េប្រកបនៃ4គឺ2ការ៉េត្រូវទេអញ្ចឹងកន្លែងហ្នឹងអ្នកគ្រូអាចដាក់ថា 2x លើកជាការ៉េដកឲ្យ9ការ៉េប្រកបរបស់វាគឺ3ការ៉េអញ្ចឹងអ្នកគ្រូដាក់ដកនឹង3ការ៉េឥឡូវបងអូនមើលនេះ2តួគឺលើកជាការ៉េទាំងពីរបងប្អូនទាំងអស់គ្នាត្រូវគិតដល់រូបមន្តមួយគឺ a ការ៉េដក b ការ៉េស្មើនឹងកតា a ដក b កតា a បូក b អញ្ចឹងបងប្អូនមើលតួ a របស់យើងគឺ 2x និងតួ b របស់យើងគឺស្មើនឹង3អញ្ចឹងអ្នកគ្រូបានបងប្អូនប្រៀបធៀបជាមួយនឹងរូបមន្តមើលយើងបានទៅជារូបមន្តរបស់យើង a ការ៉េដក b ការ៉េស្មើនឹងកតា a ដក b កតា a បូក b អញ្ចឹងតួ a របស់យើងគឺ 2x អញ្ចឹងអ្នកគ្រូបានទៅជា 2x តួ b របស់យើង3ដកជាមួយនឹង3កតាមួយទៀតគឺកតា a បូក b អញ្ចឹងអ្នកគ្រូបានទៅជា 2x បូកឲ្យ3អញ្ចឹងនេះគឺជាចម្លើយកន្សោម A របស់យើងតោះឥឡូវមកចូលដល់កន្សោម B ជាមួយអ្នកគ្រូគេឲ្យមកឲ្យគេ B ស្មើនឹង 4x ការ៉េបូកនឹង 12x បូកនឹង5 9ចាអញ្ចឹងនៅក្នុងការដាក់កន្សោមជាផលគុណកត្តាដឺក្រេទី2បែបនេះបងប្អូនទាំងអស់គ្នាអាចដាក់តាមវិធីច្រើនយ៉ាងដូចជាវិធីគុណខ្វែងឬក៏វិធីបន្ថែមបន្ថយតួឬក៏បំបែកតួកណ្ដាលប៉ុន្តែអ្នកគ្រូសូមលើកយកវិធីគុណខ្វែងមកបង្ហាញដល់បងប្អូនទាំងអស់គ្នាតោះអញ្ចឹងវិធីគុណខ្វែងអ្នកគ្រូកូរសញ្ញាខ្វែងមួយមកកូរសញ្ញាខ្វែងមួយអញ្ចឹងដំបូងឡើយគឺបងប្អូនទាំងអស់គ្នាត្រូវបំបែកមេគុណមុខ x ការ៉េចាអញ្ចឹង 4x ការ៉េអ្នកគ្រូសូមបំបែកថា 2x អ្នកគ្រូសូមបំបែកថា 2x គុណនឹង 2x អញ្ចឹងបងប្អូនទាំងអស់គ្នាគុណមក 2x គុណ 2x ស្មើនឹង 4x ការ៉េបន្តមកទៀតយើងត្រូវបំបែកតួចុងក្រោយអញ្ចឹងតួចុងក្រោយរបស់យើង9អ្នកគ្រូសូមបំបែកថា3គុណនឹង3ឥឡូវបងអូនគុណមក3គុណ3គឺស្មើនឹង5 9ចាឥឡូវអ្នកគ្រូធ្វើការគុណខ្វែងទៀតតើខ្វែងទៅវាស្មើជាមួយនឹងតួកណ្ដាលអត់អញ្ចឹងអ្នកគ្រូខ្វែងមក 2x គុណនឹង3បានទៅជា 6x 2x គុណនឹង3បានទៅជា 6x អញ្ចឹងយើងបូកចូលគ្នាមកគឺស្មើនឹង12x នេះអញ្ចឹង 12x គឺស្មើជាមួយនឹងតួកណ្ដាលរបស់យើងអញ្ចឹងមានន័យថាការបំបែកនេះគឺត្រឹមត្រូវអញ្ចឹងអ្នកគ្រូសេចម្លើយមកបាន b ស្មើនឹងកតាឲ្យ 2x បូក3កតាឲ្យ 2x បូក3ចាអញ្ចឹងកន្សោម B របស់យើងនេះគឺជាចម្លើយរបស់កន្សោម B ចាចូលដល់សំណួរខគេឲ្យសម្រួលកន្សោម M ស្មើនឹង A លើ B ចាអញ្ចឹងអ្នកគ្រូដាក់ថាសំណួរខសម្រួលកន្សោមM ស្មើនឹង A លើ B អ្នកគ្រូដាក់ខម M ស្មើនឹង A លើ B ចាអញ្ចឹងនៅក្នុងការសម្រួលនេះអត់ពិបាកទេយើងគ្រាន់តែយកចម្លើយពីកន្សោម A របស់យើងនិងកន្សោម B ជួសជុលមកចាអញ្ចឹងកន្សោម A របស់យើងគឺកតា 2x ដក3កតា 2x បូក3អញ្ចឹងចំនួនចូលមក 2x បូក3កតាឲ្យ 2x ដក3ចែកនឹងកន្សោម B អញ្ចឹងកន្សោម B អ្នកគ្រូបានដាក់ជាផលគុណកតារួចហើយយើងចំនួនចូលមកបានកតា 2x បូក3កតាឲ្យ 2x បូក3ឥឡូវបងអូនមើលនេះតួលើតួក្រោមហ្នឹងគឺមាន 2x បូក3ដូចគ្នាអ្នកគ្រូសុំសម្រួលចោលណា 2x បូក3 2x បូក3យើងអាចសម្រួលវាបានអញ្ចឹងអ្វីដែលនៅសល់គឺ 2x ដក3ហើយនឹង 2x បូក3ចាអញ្ចឹងចម្លើយរបស់យើងដែលនៅសល់គឺ 2x ដក3និង 2x បូក3អញ្ចឹងសំណួរខរបស់យើងគឺបានចប់ឥឡូវអ្នកគ្រូចូលដល់សំណួរកនេះគេឲ្យយើងដោះស្រាយសមីការ A ស្មើ0និង B ស្មើ0អញ្ចឹងអ្នកគ្រូដាក់ថាសំណួរកដោះស្រាយសមីការ
a ស្មើ0នឹង b ស្មើ0ចាអញ្ចឹងបងប្អូនមើល a របស់យើងបានដាក់ជាផលគុណកតារួចហើយអញ្ចឹងអ្នកគ្រូបានទី1កសោម a ស្មើ0 a ស្មើ0បងប្អូនជួសជុលមកនេះ a របស់យើងបានដាក់រួចហើយអញ្ចឹងអ្នកគ្រូបានទៅជា 2x ដល់3កតាឲ្យ 2x បូក3ស្មើនឹង0បងមើលកតាផលគុណកាលណាយើងមានផលគុណ2កតាស្មើ0បងប្អូនទាំងអស់គ្នាត្រូវឲ្យកតានីមួយៗស្មើនឹង0អញ្ចឹងទី1អ្នកគ្រូបានទៅជា 2x ដល់3ស្មើ0អញ្ចឹងបងប្អូនបោះដល់3ទៅអង្គទី2ទៅអ្នកគ្រូបាន 2x ស្មើនឹង3យើងទាញរក x មកទាញរក x ស្មើអីបងអញ្ចឹងទាញរក x យើងយក3ចែកឲ្យ2ចានៅមួយកតាទៀតអ្នកគ្រូសុំដាក់គៀននេះមកមួយកតាទៀតគឺអីបងគឺ 2x បូក3 2x បូក3ស្មើនឹង0អញ្ចឹងអ្នកគ្រូបានទៅជា 2x ស្មើនឹងបូក3អ្នកគ្រូបោះទៅអង្គទី2បានដក3អញ្ចឹងនាំឲ្យ x ស្មើនឹងដក3នៅលើ2អញ្ចឹងដោះស្រាយសមីការ a ស្មើ0របស់យើងគឺចប់រួចរាល់ហើយអញ្ចឹងនៅសល់មួយទៀត b ស្មើ0បងប្អូនទាំងអស់គ្នាអាចយកទៅអនុវត្តនៅផ្ទះដោយខ្លួនឯងបានចាអញ្ចឹងវីដេអូរបស់អ្នកគ្រូបានមកដល់ទីបញ្ចប់ហើយបងប្អូនទាំងអស់គ្នាកុំភ្លេចយកលំហាត់ដែលអ្នកគ្រូបានបង្រៀននៅថ្ងៃនេះទៅអនុវត្តនៅតាមផ្ទះរៀងៗខ្លួនហើយក៏សូមជូនពរដល់បងប្អូនទាំងអស់គ្នាទទួលបានជោគជ័យនៅក្នុងការប្រឡងឌីប្លូមនាពេលខាងមុខនេះចាសូមអរគុណ